អាកេនីយិកាបានឲ្យមិត្តភក្តិជើងវែងរបស់ខ្លួនសាកល្បងចិត្តស្វាមីនឹកស្មានមិនដល់មិត្តភក្តិបែរជាលងស្នេហ៍ប្តីនាងមែនទែនព្រោះនាងបានចាប់អារម្មណ៍បុរសនេះយូរមកហើយតាមពិតបុរសនេះមិនត្រឹមតែចេះវេទមន្តទេសូម្បីតែកំពូលអ្នកលេងគុណដ៏ល្បីល្បាញក៏ចង់សុំធ្វើជាសិស្សគេដែរដើមឡើយបុរសនេះគ្រាន់តែជាកូនសិស្សតាវស្ទូចម្នាក់ប៉ុណ្ណោះប៉ុន្តែដោយសារហាត់គុណខុសក្បួនក៏យកសັບរួមរស់ជាមួយនារី9នាក់ផ្សេងគ្នាហើយរាល់ពេលយកសັບម្ដងកម្លាំងរបស់គេនឹងបាត់បង់មួយកម្រិតលោកគ្រូប្រាប់ថាគេត្រូវតែចុះពីភ្នំទៅរកនារីទាំង9នាក់នោះដើម្បីរៀបការធ្វើជាគូព្រេងបើមិនដូច្នោះទេ3ម៉ោងក្រោយគេនឹងត្រូវវិនិច្ឆ័យសាបសូន្យអមិនខានកំឡោះយើងនេះហើយត្រៀមខ្លួនរងចាំសេចក្តីស្លាប់តែម្ដងលេងសាច់អីត្រឹមតែ3ម៉ោងសូម្បីតែពេលចូលបន្ទប់ទឹកក៏មិនគ្រប់គ្រាន់ផងតែលោកគ្រូបែរជាសាច់ហើយក្រវីរំពាត់អេលោកគ្រូលោកគ្រូកំឡោះយើងត្រូវលោកគ្រូទាត់ទម្លាក់ពីលើភ្នំមកតែម្ដងពេលឃើញស្រីស្អាតកំពុងលេបតាមផ្លូវគេលួចទឹកក្នុងចិត្តថាមិនខាត់ទេចុះមកលើកនេះយ៉ាងហោចណាស់ក៏បានមើលស្រីស្អាតមុនពេលស្លាប់ដែរស្រាប់តែមានឃ្លោកមួយធ្លាក់មកនេះគឺជាថ្នាំទិព្វកៅផ្លាស់តែលោកគ្រូឲ្យមកដោយផ្ដាំថាធ្វើល្អបានល្អរបស់ក្នុងឃ្លោកនេះមានប្រយោជន៍គ្មានទីបញ្ចប់កំឡោះយើងស្ដាប់ចប់ក៏លេបថ្នាំទិព្វមួយគ្រាប់ភ្លាមហើយចាប់ផ្ដើមតាមរកនារីក្នុងសុបិនទាំង9នាក់មិនយូរប៉ុន្មានដោយប្រាប់ភ្នែកទិព្វគេក៏រកឃើញនារី2នាក់ក្នុងសុបិននោះគេដើរទៅរកពួកគេយ៉ាងរំភើបហើយមកភ្លាមក៏សុំពួកគេទាំងពីររៀបការធ្វើជាគូព្រេងតែម្ដងអូនេះគឺជាអ្នកនាងធំលូនិងអ្នកនាងហ៊ានដ៏ស្រស់ស្អាតណាស់អាចឈួតនេះសុំស្នេហ៍ស្រីស្អាតទាំងពីរម្ដងព្រមគ្នាអេហើមអ្នកនាងសូមជប់សិនមិនក៏នាងនៅដាក់កៅស៊ូកងជាប់នឹងខ្លួនទៀតអញ្ចឹងមនុស្សឈួតខ្ញុំមិនមែនឈួតទេខ្ញុំនិយាយមែនទេណាឯងចង់ធ្វើស្អីឲ្យប្រាកដហ្នឹងខ្ញុំប្រាប់ហើយតើខ្ញុំចង់រៀបការជាមួយអ្នកនាងទាំងពីរធ្វើជាគូព្រេងប៉ុន្តែខ្ញុំអាចរៀបការបានតែម្នាក់ទេរៀបការ2នាក់គឺខុសច្បាប់ខ្ញុំមិនមែនល្ងងទេខ្ញុំមិនធ្វើរឿងខុសច្បាប់ដាច់ខាតសៀវប៉ាំងចាត់ការទៅអូហូនេះមានអាស្រុកស្រែណាផុសមកទៀតហើយមិនដែរពេញចិត្តប្អូនស្រីជីដូនមួយអញអេអូបានតើប្អូនស្រីជីដូនមួយអញមិននឹកស្មានថាអញចូលចិត្តចំណូលចិត្តបែបនេះសោះមិនប្រាប់ឲ្យលឿនរឿងរៀបការនេះបងប្រុសជីដូនមួយយកព្រមហើយរឿងខ្ញុំមិនបាច់ឲ្យឯងមកលូកដៃទេនិយាយអីហ្នឹងបន្តិចទៀតពេលប្រជុំក្រុមប្រឹក្សាភិបាលចប់នាងនឹងគ្មានផ្ទះនៅទេខ្ញុំមើលទៅកំឡោះតោស្ដាយដើរលេងគ្រប់ទីនេះពិតជាស័ក្តិសមនឹងនាងណាស់ហាលោកយាខ្ញុំមិនបណ្ដោយឲ្យឯងបានសម្រេចដូចបំណងទេអញ្ចឹងអញ្ចឹងចាំមើលទៅចុះកំឡោះតោសខ្ញុំគាំទ្រឯងណាហេខ្ញុំក៏គាំទ្រខ្លួនឯងដែរអាយ៉ាពេលវេលាខ្លីណាស់ពួកយើងទៅរៀបការសិនទៅរឿងឯកសារចាំគិតតាមក្រោយនាងក៏មិនបាច់ខូចចិត្តដែរទោះបីខ្ញុំអាចរៀបការបានតែម្នាក់តែខ្ញុំអាចធ្វើជាមិត្តជាមួយនាងបានពួកយើងអាចអង្គុយនិយាយគ្នាពីធម៌បានតើមិនបាច់សង្គ្រោះទៀតទេឈៀនសៀវមើលទៅថ្ងៃនេះខ្ញុំប្រហែលជួបរឿងមិនល្អច្រើនជាងរឿងល្អហើយការប្រជុំក្រុមប្រឹក្សាភិបាលនាងមិនបាច់ចូលរួមជាមួយខ្ញុំទេចំណែកម្នាក់នេះបណ្ដេញគេចេញទៅស៊ីងយៀតអញនៅខ្វល់ពីគេធ្វើអីទៀតអញកុំប្រាប់ណាថាពេញចិត្តគេនោះគេធ្វើម៉េចនឹងអាចពេញចិត្តខ្ញុំទៅសុបិនអីយកសັບទាំងកណ្ដាលថ្ងៃមែនទេហាខ្ញុំប្រាប់លោកឲ្យដឹងទោះលោកយកសັບទាំងកណ្ដាលថ្ងៃក៏ស៊ីងយៀតមិនអាចចាប់អារម្មណ៍លោកដែររឹតតែមិនអាចធ្វើរឿងផ្ទួចផ្ដើមមុនជាមួយលោកដែរក្នុងសុបិនកុំប្រាប់ណាថាមនុស្សនៅក្នុងសុបិនចម្លែកនោះគឺជាគេចង់ឲ្យខ្ញុំពេញចិត្តលោកលុះត្រាតែលោកមានសមត្ថភាពសិនស៊ីងយៀតខ្ញុំនឹងបញ្យល់នាងតាមក្រោយតើនាងចង់ឲ្យខ្ញុំមានសមត្ថភាពបែបណាថ្ងៃនេះក្រុមហ៊ុនលូគ្រប់បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលតាមពិតជាថ្ងៃដែលខ្ញុំត្រូវស្នងតំណែងប្រធានក្រុមហ៊ុនប៉ុន្តែលូយៀតមានគំនិតអាក្រក់ចង់ដណ្ដើមតំណែងបើសិនជាលោកអាចជួយខ្ញុំឲ្យស្នងតំណែងបានសម្រេចខ្ញុំនឹងពិចារណារឿងដែលលោកនិយាយនេះគឺជារបស់នាងនិយាយណាហាមកែប្រែសម្ដីស៊ីងយៀតអញកំពុងតែរកគ្រូពេទ្យផ្ដាស់ពេលកំពុងមានជំងឺហើយតើគេអាចជួយអីអញបានទៅខ្ញុំរងចាំលោកជួយខ្ញុំតោះយើងទៅតែញៀកក្រោយភ្លាមក៏ចាប់ផ្ដើមពិបាកចិត្តហើយគេចេះតែហាត់គុណតោសមិនចេះរឿងរកស៊ីតតែសោះនឹកឃើញសម្ដីលោកគ្រូថាថ្នាំទិព្វមានប្រយោជន៍ច្រើនណាស់គេក៏បំរុងនឹងលេបថ្នាំទិព្វមួយគ្រាប់ទៀតស្រាប់តែតាចាស់ម្នាក់ដែលដើរកាត់មានជំងឺបេះដូងដួលសន្លប់ចៅស្រីយំស្រែកហៅគេឲ្យជួយតែអ្នកជុំវិញខ្លាចថាគាត់ធ្វើពុតទាលុយក៏នាំគ្នាបដិសេធ
ឃើញកំឡោះយើងបំរុងចូលទៅជួយអ្នកដំណើរទីងដៃគេប្រាប់កុំឲ្យល្ងងពេកតែកំឡោះយើងមិនខ្វល់ពីការខាត់ខាំងក៏ចូលទៅលួងលោមក្មេងស្រីថាលោកតានាងមិនអីទេបន្ទាប់មកក៏ចាក់ថ្នាំទិព្វមួយគ្រាប់ពីក្នុងឃ្លោកឲ្យតាចាស់លេបភ្លាមនោះខ្លួនប្រាណតាចាស់ក៏បញ្ចេញពន្លឺពណ៌មាសកំឡោះយើងប្រើក្បាច់សម្លេងសឹងបញ្ជូនថ្នាំចូលទៅក្នុងសរសៃឈាមទាំង8របស់គាត់តាចាស់ភ្ញាក់ផ្អើលដោយសម្លេងស្រែកនេះក៏ដឹងខ្លួនឡើងវិញឃើញគាត់ដឹងខ្លួនកំឡោះយើងបំរុងនឹងចាក់ចេញតែក៏ត្រូវតាចាស់អប់ជើងជាប់អ្នកគ្រប់គ្នាឃើញដូច្នេះក៏នាំគ្នាសើចចំអកកំឡោះយើងថាអំបញ្ញមិញខាត់មិនស្ដាប់ឥឡូវត្រូវគេទាលុយមែនមើលចុះមានរឿងសប្បាយមើលហើយខ្ញុំប្រធានក្រុមហ៊ុនធានកុងគ្រប់ស៊ីឆាងឈីងសូមគោរពលោកតាវជួយជីវិតខ្ញុំផងថាម៉េចគាត់គឺជាប្រធានក្រុមហ៊ុនធានកុងគ្រប់លោកស៊ីឆាងឈីងមហាសេដ្ឋីនៅក្រុងកុងឆឹងឥឡូវខ្ញុំស្ដាយក្រោយណាស់ដឹងអញ្ចឹងខ្ញុំជាអ្នកបានហើយកុំទាលុយខ្ញុំអីខ្ញុំនៅមានរឿងផ្សេងទៀតទៅសិនហើយកុំប្រញាប់អីតាចាស់គ្រាន់តែលេបថ្នាំទិព្វរួចក៏មានអារម្មណ៍ថាជាសះស្បើយពីជំងឺទាំងអស់ក៏ចង់តបស្នងកំឡោះយើងភ្លាមទោះជាឋានៈឬលុយកាក់ក៏ឲ្យគេរើសតាមចិត្តតែកំឡោះយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនេះទេស្រាប់តែគេនឹកឃើញដល់សំណើរបស់អគ្គនាយិកាក៏សួរតាចាស់ថាអាចជួយប្រពន្ធខ្លួនឲ្យស្នងតំណែងក្រុមហ៊ុនបានទេអាហារមួយពេលតូចសោះសូមរងចាំមួយផ្លែតតាចាស់ខ្ញុំជឿលោកម្ដងចុះណាចាំនាងចុះមកនឹងល្អហើយតាចាស់ទេទូរស័ព្ទហៅចៅស្រីមកមួយសន្ទុះក្រោយមកឡានទំនើបមួយគ្រឿងក៏បើកមកដល់យ៉ាងលឿននារីស្រស់ស្អាតក្មេងវ័យម្នាក់ក៏ចុះពីឡានមកនាងគឺជាចៅស្រីរបស់តាចាស់ជាស្រីស្អាតលេខ1នៅក្រុងហៃឆឹងឈ្មោះស៊ីមជើឃើញលោកតាមានកម្លាំងកំហែងបែបនេះនាងក៏មានអារម្មណ៍ថាមិនគួរឲ្យជឿសោះព្រោះនាងដឹងថាសុខភាពលោកតាចិត្តនឹងអស់សង្ឃឹមទៅហើយមិននឹកស្មានថាពេលនេះបែរជាអាចលោតកញ្ឆែងបានយ៉ាងនេះបើខ្ញុំស្លាប់ទៅបើមិនខុសទេគឺកំឡោះតាសម្នាក់នេះជាអ្នកសង្គ្រោះខ្ញុំមិននឹកស្មានថាអាចយកកាតនេះមកអួតបានឯងប្រញាប់ចាត់គេឲ្យទៅជួយដោះស្រាយបញ្ហាទាំងអស់ដែលអគ្គនាយិកាក្រុមហ៊ុនលូគ្រប់គឺអ្នកនាងលូជាងយាកំពុងជួបប្រទះទៅខ្ញុំដឹងហើយស្របពេលនោះដែរនៅក្នុងការប្រជុំក្រុមប្រឹក្សាពិបាលអគ្គនាយិកាកំពុងតែត្រូវគេធ្វើបាបបងប្រុសជីដូនមួយបានលួចកែប្រែឯកសារតែងតាំងខ្លួនឯងជាប្រធានក្រុមហ៊ុនថ្មីក្នុងគោលបំណងចង់ដេញអគ្គនាយិកាចេញពីក្រុមហ៊ុនម្ចាស់ភាគហ៊ុនដែលត្រូវទិញទឹកចិត្តនាំគ្នាលើកដៃគាំទ្រឲ្យបងប្រុសជីដូនមួយឡើងធ្វើជាប្រធានក្រុមហ៊ុនឃើញដូច្នេះបងប្រុសជីដូនមួយក៏អួតយ៉ាងមានអំណួតថានេះហើយគឺជាការពេញចិត្តរបស់មហាជនរឿងនេះធ្វើឲ្យមិត្តភក្តិអគ្គនាយិកាខឹងយ៉ាងខ្លាំងជេរពួកគេថាជាមនុស្សរមិលគុណបើមិនមែនឪពុកនាងចែកភាគហ៊ុនឲ្យពួកគេទេពេលនេះពួកគេប្រហែលជានៅស៊ីឈ្នួលនៅរោងចក្រនៅឡើយទេបន្ទាប់មកអ្នកសម្របសម្រួលក៏ស្នើឲ្យលើកដៃបោះឆ្នោតដើម្បីទម្លាក់អគ្គនាយិកាពីតំណែងខ្ញុំសូមជំទាស់ប្រពន្ធសម្លាញ់ប្តីមកជួយអូនហើយសូមចុចនៅខាងឆ្វេងផ្នែកខាងក្រោមដើម្បីទស្សនាភាពពេញណា